ជំរាបសួរប្រិយមិត្តទាំងឡាយជាទីគោរពនិងជាទីរាប់អានថ្ងៃនេះគឺការធ្វើដំណើរពីក្រុងសុកតាំងឆ្ពោះទៅកាន់នៅភូមិណៅរកាបាទឥឡូវគឺធ្វើដំណើរនេះមកដល់ក្បាលថ្នល់ពីភូមិពេងសំរិទ្ធឬហៅថាក្បាលថ្នល់ធាក់ពួងដែលជាពុទ្ធបរិស័ទក្នុងនិងក្រៅខេត្តតែងតែចូលរួមក្នុងពិធីបិណ្ឌធាក់ពួងដែលជាបិណ្ឌប្រពៃណីរបស់ជនរួមជាតិខ្មែរហើយសប្តាហ៍ថ្ងៃនេះត្រូវបានរដ្ឋគេទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិបាទដែលគេទៅតែទទួលស្គាល់ថ្មីនេះបាទហើយឥឡូវនេះគឺការធ្វើដំណើរនឹងពីពី9ធាក់ពួងនឹងឆ្ពោះទៅកាន់នៅភូមិណៅរកាឬក៏ទៅកាន់នៅដល់វត្តណៅរកាឃុំពូតំស្រុកចៅថាញ់ឥឡូវការធ្វើដំណើរនេះបានមកដល់ចិត្តមកដល់កន្លែងមណ្ឌលពិធីប្រារព្ធពិធីបិណ្ឌធាក់ពួងជារៀងរាល់ឆ្នាំនៅថ្ងៃពេញបូរមីខែចេតជារៀងរាល់ឆ្នាំហើយបិណ្ឌធាក់ពួងនេះដែលប្រព្រឹត្តទៅនឹងមាន3ថ្ងៃបាទគឺចាប់ផ្ដើមពីថ្ងៃពេញបូរមីខែចេតរហូតមកដល់ថ្ងៃ200ខែចេតជារៀងរាល់ឆ្នាំបាទហើយឥឡូវនៅខាងឆ្វេងដៃខ្ញុំនេះគឺឃើញកំពូលនឹងគឺកន្លែងនឹងហើយដែលមណ្ឌលចាត់តាំងឬហៅសាលាទានធាក់ពួងម្ដុំនេះគឺហៅថានៅភូមិធាក់ពួងបាទខ្មែរបងប្អូនខ្មែរយើងតែងនិយមថាភូមិធាក់ពួងហើយនៅខាងមុខបន្តិចទៀតនឹងគេហៅថាកន្លែងគេហៅថាជួបានឹងគេហៅថាសម្ពុះធ្លាយបាទនៅតាមដងផ្លូវនេះបើយើងរត់ត្រង់រហូតនឹងអាចធ្វើដំណើរទៅដល់ខ្សាច់បាទមានខ្សាច់មានវត្តខ្សាច់មួយនៅកណ្ដាលទីរួមស្រុកពេសាត់ស្រុកពេសាត់នៃខេត្តស្ទឹងដែរបាទនេះគឺខាងឆ្វេងដៃនេះគឺមានភូមិមានសាលាទានបាទសាលាទានឡើងជួយដៃមួយដែរសាលាទានបងប្អូនខ្មែរតែនិយមហៅថាសាលាទានសម្ពុះធ្លាយបាទហើយខាងស្ដាំដៃខ្ញុំនេះគឺសាលាទានមួយទៀតគឺព្រះផុសថ្មីបាទប្រិយមិត្តសម្លឹងមើលចោលគឺតាមដងវិថីទៅខ្សាច់នឹងដែលរដ្ឋគេកំពុងទៅវិនិយោគហើយនឹងកែឡើងចាក់កស៊ូបានយ៉ាងរលីងបាទហើយធ្វើដំណើរមិនដូចពីដើមទេកាលតុងឆ្នាំ1990ផ្លាយនឹងគឺការធ្វើដំណើរតាមផ្លូវនឹងរថយន្តរត់ខ្វះតែក្រឡាប់បាទគឺដុំគ្រួសបាទការធ្វើដំណើរពិបាកមែនទែនបាទហើយដល់សម័យបច្ចុប្បន្ននេះរដ្ឋបានវិនិយោគកែប្រែផ្លូវជួសជិលឡើងទៅបានធំទូលាយរថម៉ូតូក៏ងាយស្រួលជិះទៅបងប្អូនទៅប្រកបកិច្ចការងារក៏បានងាយស្រួលយ៉ាងច្រើនបាទនេះផ្លូវទៅចាក់កៅស៊ូបានខាងឆ្វេងដៃខ្ញុំនេះគឺដល់វត្តព្រះ4ព្រះភិក្ខបាទដែលស្ថិតនៅភូមិភូតឹងបាទម្ដុំនេះគឺស្ថិតនៅភូមិព្រះ4ព្រះភិក្ខដែរបងប្អូនហើយចំណុះនៅខាងភូមិភូតឹងបាទនៅខាងមុខនេះគឺស្ពាននឹងស្ពានព្រះ4ភិក្ខបាទឬហៅថាកោបើមើលទាំងទៅបាទដើរពីពី4មករហូតទៅដល់ផ្សារកំពង់ធំនឹងវាមានប្រមាណជា4-5 គីឡូម៉ែត្របាទនឹងដល់ផ្សារបាទឥឡូវនៅការធ្វើដំណើរនេះនៅតែបន្តិចទៀតមានច្រកមួយចូលទៅវត្តចម្ប៉ាវណ្ណារាមបាទវត្តចម្ប៉ាវណ្ណារាមនេះក៏មានខាង
ចលនាវិស័យកីឡាទូកហ្នឹងយ៉ាងពីមិនមកបាទមិនមែនថាធ្វើមិនមែនថាថ្មីនេះទេបាទគាត់មានប្រពៃណីខាងវិស័យទូកមួហ្នឹងជារាប់សិបឆ្នាំកន្លងមកហើយបាទឥឡូវមកដល់នៅម្ដុំនេះក៏នៅខាងស្ថិតនៅខាងភូមិទូកតឹងស្រុកចូលអញទៀតនឹងទៅដល់ហើយដល់វត្តច្រកវត្តចម្ប៉ាវណ្ណារាមបាទគេនិយមហៅថាវត្តចម្ប៉ាហើយនៅខាងពោះពីវត្តចម្ប៉ាបន្តិចហ្នឹងដល់ផ្សារកំពង់ធំដែលបងប្អូននិយមហៅថាយំធើមបាទផ្សារកំពង់ធំនេះដែលមានបងប្អូនជនជាតិចិនហ្នឹងគេនិយមធ្វើនំតៅសាដែលល្បីរន្ទឺនៅក្នុងនិងក្រៅប្រទេសបាទនំតៅសាហ្នឹងហៅថាបិណ្ឌវៀនបាទដែលបងប្អូនមានប្រពៃណីធ្វើរាប់សិបឆ្នាំបាទគឺនេះជាមុខរបរបន្តវងត្រកូលរបស់គេបាទទៅតាមជាលក្ខណៈមួយគ្រួសារប៉ុន្តែដល់សប្តាហ៍ថ្ងៃនេះគេច្នៃទៅជាផលិតទៅតាមបែបស៊ីនបាទគឺជឿនលឿនមែនទែនបងប្អូនបាទឥឡូវមកដល់នេះគឺម្ដុំហ្នឹងហៅថាចិត្តដល់ភូមិចម្ប៉ាហើយបាទពេលដែលផ្លូវទៅស៊ូវិចាក់ទៅបានល្អស្អាតចឹងទៅបងប្អូនការធ្វើដំណើរបានងាយស្រួលយ៉ាងខ្លាំងបាទព្រោះថាផ្លូវរលីងយើងអាចគួរចោលទៅវាងាយបាទហើយនៅម្ដុំនេះក៏នៅមានប្រទេសបុរាណហ្នឹងនៅច្រើនខ្នងដែរផ្ទះដែលប្រក់ក្បឿងទៅតាមបែបបុរាណនៅសេសសល់ខ្លះនៅម្ដុំហ្នឹងបាទដល់ឃើញជួញដៃហ្នឹងគឺទៅតាមផ្ទះបុរាណមិនមែនតែផ្ទះជើងទេប៉ុន្តែធ្វើទៅតាមលក្ខណៈបុរាណបាទហើយនៅខាងស្ដាំដៃខ្ញុំនេះក៏មានវត្តខាងពុទ្ធសាសនាដែរខាងបងប្អូនវៀតណាមបាទហើយនៅខាងមុខជិតទៅដល់ផ្សារកំពង់ធំបាទហើយពីផ្សារកំពង់ធំតែប្រហែលជា1 គីឡូម៉ែត្រហ្នឹងទៅដល់វត្តភ្នោរកាបាទវត្តភ្នោរកានេះក៏ធ្លាប់មានប្រពៃណីនៅខាងសិក្សាអប់រំបណ្ដុះបណ្ដាលកូនចៅសាមណសិស្សដែលមកបួសរៀននៅទីនេះយ៉ាងច្រើនបាទជាពិសេសនៅក្នុងរដូវវិស្សមកាលនឹងព្រះសង្ឃគណៈកម្មការនឹងក៏បានបើកថ្នាក់ហាត់រៀនឲ្យសិស្សានុសិស្សក៏ដូចជាកូនចៅជាពុទ្ធបរិស័ទនេះចំណុះជើងវត្តបាទឥឡូវនេះគឺខាងមុខនេះស្ពានខាងកំពង់ធំបាទមកខាងស្ដាំដៃខ្ញុំនេះគឺផ្សារកំពង់ធំឬផ្សារយើងធើមបាទពីអគារបុរាណផ្ទះពីចំនួនដើមនៅសេសសល់ច្រើនបញ្ចូលទៅខាងក្នុងនោះក៏នៅសេសសល់រាប់សិបខ្នងដែរបងប្អូនបាទផ្សារកំពង់ធំនេះបាននិយាយអមាញ់វិញថាគឺនៅផ្សារកំពង់ធំនេះដែលធ្លាប់មានរបរប្រពៃណីគឺរបរធ្វើនំតៅសានិងសាច់ក្រកបាទដែលនាំចេញយកទៅលុកនឹងក្នុងនិងក្រៅប្រទេសបាទនៅប្រិយមិត្តបានទស្សនានេះគឺចិត្តមកដល់ភូមិភ្នោរកាហើយបងប្អូននៅខាងផ្លូវកោងនេះតែបន្តិចដើមឈើនៅខាងមុខនឹងនៅខាងឆ្វេងដៃនឹងគឺវត្តភ្នោរកាបាទវត្តភ្នោរកាដែលទើបតែធ្វើពិធីឆ្លង
សំណង់ចេតិយថ្មីនេះបាទនេះខាងឆ្វេងដៃនេះគឺរបងវត្តភ្នរកាបាទប្រិមិត្តអាចសន្និដ្ឋានថាសប្តាហ៍ថ្ងៃនេះដោយសារតែការយកចិត្តទុកដាក់អំពីរដ្ឋដែលខិតខំវិនិយោគតាមធ្វើហេដ្ឋារចនាសម្ព័ន្ធនឹងបានល្អបាទស្រស់ហើយជីវភាពរបស់ជាពលរដ្ឋយើងក៏មានការលូតលាស់រីកចម្រើនយ៉ាងខ្លាំងបាទហើយធ្វើដំណើរទៅក៏បានងាយស្រួលបាទនៅខាងឆ្វេងដៃនេះគឺសាលាឃុំពុកតាំបាទមើលចុះគឺតាមដងផ្លូវនេះគឺមានផ្ទះថ្មដល់ខែងរែងបាទស្អាតបាទនិយាយរួមទៅជីវភាពបងប្អូនជីវភាពជាពុទ្ធប្រជាជនយើងនឹងនៅទីនេះមានគឺថាមានការលូតលាស់យ៉ាងខ្លាំងបាទនៅម្ដុំនេះគឺបងប្អូនដែលគេតែងនិយមហៅថាចុងភ្នោបាទចុងភ្នោហ្នឹងក៏ចំណុះវេនវត្តភ្នោរកាដែរបងប្អូនហើយយើងធ្វើតែបន្តិចទៅទៀតនឹងគឺផាត់ពីចុងភ្នោទៅនឹងយើងធ្វើតម្រង់ដើរការធ្វើដំណើរតម្រង់ទៅដល់ខ្សាច់បាទគឺតាមដងផ្លូវនឹងធ្វើដំណើររហូតទៅដល់ទីរួមស្រុកខ្សាច់បាទហើយវត្តខ្សាច់វត្តពោធិខ្សាច់ហ្នឹងក៏នៅតាមដងផ្លូវនឹងដែរបាទបងប្អូនបានជ្រាបបាទខ្សែមកដល់ពេលនេះខ្ញុំបាទក៏សូមជម្រាបលាបាទសូមអរគុណសូមជម្រាបលាបាទ